អ្នកខ្លំមើលថាអ ுக ្រិតជនឆោបបោកតាមអនឡាញចូលកម្ពុជាដោយសារភាពកំសោយនៃការដឹកនាំរបស់ក្រុមគ្រួសារត្រកូលហ៊ុនលោកអ្នកនាងជាទីមេត្រីអ្នកតាមដានបញ្ហាសង្គមលើកឡើងថាកម្ពុជាក្លាយជាគោលដៅរបស់បណ្ដាញអ ுக ្រិតជនឆោបបោកតាមអនឡាញដោយសាររដ្ឋាភិបាលត្រកូលហ៊ុនការពារតាមរយៈការលក់សញ្ជាតិខ្មែរនិងខ្វះប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវជាមួយគ្នានេះពួកគាត់ថាការទម្លាក់កំហុសទៅលើប្រទេសថៃក្នុងរឿងអ ுக ្រិតកម្មនេះគ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍រឿងយោធាថៃកំពុងឈ្លានពានលើទឹកដីកម្ពុជានៅតាមព្រំដែននិងអាចនាំគ្រោះថ្នាក់សម្រាប់ជាតិបន្ថែមទៀតការលើកឡើងធ្វើឡើងក្រោយពីប្រធានព្រឹទ្ធសភាលោកហ៊ុនសែនបានថាកម្ពុជារងគ្រោះពីអ ுக ្រិតកម្មឆោបបោកតាមអនឡាញដោយសារបណ្ដាញអ ுக ្រិតកម្មហូរចូលពីប្រទេសថៃអ្នកខ្លំមើលយល់ឃើញថារដ្ឋអំណាចដឹកនាំរបស់ក្រុមគ្រួសារត្រកូលហ៊ុនជាពិសេសក្នុងអាណត្តិរបស់លោកហ៊ុនសែនខ្លួនឯងជាអ្នករៀបចំជាប្រព័ន្ធនិងការពារអ ுக ្រិតជនឲ្យមានឧស្សាហកម្មឆោបបោកអនឡាញនៅពីពេញទឹកដីកម្ពុជារីឯអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលាលោកកឹមសុខលើកឡើងថាកម្ពុជាកំពុងរងគ្រោះធ្ងន់ធ្ងរពីអ ுக ្រិតកម្មឆោបបោកតាមអនឡាញហើយអ្នកដែលបង្កើតនិងធ្វើជាខ្នងបង្អែកការពារបណ្ដាញអ ுக ្រិតកម្មទាំងនេះមិនមែនបណ្ដាប្រទេសជិតខាងឡើយគឺរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុនខ្លួនឯងលោកកឹមសុខបន្តថាការថ្លែងរបស់លោកហ៊ុនសែនដែលទម្លាក់កំហុសនិងឌៀមដាមទៅលើភាគីថៃថាជាប្រភពនាំឲ្យកម្ពុជារងគ្រោះពីអ ுக ្រិតកម្មឆោបបោកតាមអនឡាញអាចធ្វើឲ្យថៃមិនពេញចិត្តនិងបង្កភាពតានតឹងបន្ថែមទោះជាយ៉ាងណាលោកយល់ថាថៃទំនងមិនបើកការវាយប្រហារឈ្លានពានកម្ពុជាត្រង់ទីធំដូចពេលកន្លងទៅឡើយដរាបណារដ្ឋាភិបាលត្រកូលហ៊ុននៅតែអនុញ្ញាតឲ្យថៃគ្រប់គ្រងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើទឹកដីកម្ពុជានៅតាមតំបន់ព្រំដែនការលើកឡើងបែបនេះក្រោយពេលប្រធានព្រឹទ្ធសភាលោកហ៊ុនសែនទទួលស្គាល់ថាសេដ្ឋកិច្ចនិងមុខមាត់កម្ពុជាត្រូវបានបំផ្លាញដោយសារតែបណ្ដាញអ ுக ្រិតជនឆោបបោកតាមអនឡាញក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ននិងក្រុមប្រឹក្សារាជធានីខណ្ឌសង្កាត់មន្ទីរអង្គភាពនានានៅរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី24ខែឧសភាលោកហ៊ុនសែនអះអាងថាកម្ពុជាមិនបណ្ដោយឲ្យអ ுக ្រិតជនឆោបបោកតាមអនឡាញមានវត្តមានទៀតឡើយដោយសារតែក្រុមនេះជាក្រុមពួកម៉ាហ្វីយ៉ាអាចបង្កហានិភ័យដល់អាយុជីវិតពលរដ្ឋនិងថ្នាក់ដឹកនាំកម្ពុជាលោកហ៊ុនសែនក៏បានថ្លែងដាក់បន្ទុកភាគីថៃថាជាប្រភពដែលបង្ហូរបណ្ដាញអ ுக ្រិតជនឲ្យចូលទឹកដីកម្ពុជាទន្ទឹមនឹងការទម្លាក់កំហុសដល់ភាគីថៃលោកហ៊ុនសែនក៏បាននិយាយការពីប្រទេសវៀតណាមថាបានអនុវត្តច្បាប់គ្រប់គ្រងតឹងរ៉ឹងក្នុងការទប់ស្កាត់បណ្ដាញអ ுக ្រិតជនឆោបបោកតាមអនឡាញតាក់ទងរឿងនេះអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលាលោកកឹមសុខលើកឡើងថាបណ្ដាញក្រុមអង្គការស្និទ្ធនឹងលោកហ៊ុនសែនដែលធ្លាប់សហការជាមួយភាគីថៃរកស៊ីលើឧស្សាហកម្មឆោបបោកតាមអនឡាញកំពុងមានទំនាក់ទំនងល្អកកក្រោយផ្ទុះសង្គ្រាមទោះជាយ៉ាងណាលោកថាលោកហ៊ុនសែននៅតែព្យាយាមការពារភាគីវៀតណាមដោយសារខ្លាចប៉ះពាល់ទំនាក់ទំនងជាមួយក្រុមម៉ាហ្វីយ៉ាវៀតណាមជាមួយគ្នានេះដែរប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសឹងសែនករណាលើកឡើងថាទោះបីបណ្ដាញអ ுக ្រិតជនឆោបបោកតាមអនឡាញហូរចូលពីប្រទេសណាឬច្រកណាក៏ដោយរដ្ឋាភិបាលកម្ពុជានៅតែទទួលខុសត្រូវដោយសារតែកំសោយនៃការដឹកនាំរបស់ខ្លួនខ្វះប្រព័ន្ធគ្រប់គ្រងនិងការត្រួតពិនិត្យឲ្យមានប្រសិទ្ធភាពលោកបន្តថាការទម្លាក់កំហុសឬការចោទប្រកាន់លើប្រទេសជិតខាងជាពិសេសថៃនោះក៏អាចជាការនាំគ្រោះថ្នាក់ដល់ប្រទេសជាតិបន្ថែមទៀតបណ្ដាញអ ுக ្រិតជនអន្តរជាតិដែលពង្រីកឧស្សាហកម្មឆោបបោកតាមអនឡាញនៅកម្ពុជាភាគច្រើនមានប្រភពពីប្រទេសចិនខណៈកម្ពុជាក៏មានជើងហោះហើរត្រង់ជាមួយចិនមិនតែប៉ុណ្ណោះមេខ្លោអ ுக ្រិតជនចិនដូចជាអ ுக ្រិតជនជេនស៊ីនិងអ ுக ្រិតជនតុងលីឆឹងជាដើមត្រូវបានសហរដ្ឋអាមេរិកនិងអង្គការជំនាញចង្អុលបង្ហាញថាបានចូលមកសហការជាមួយក្រុមអង្គការនៅកម្ពុជាដើម្បីពង្រីកមជ្ឈមណ្ឌលឆោបបោកតាមអនឡាញក្រោមការពារតាមរយៈការផ្ដល់តួនាទីជាទីប្រឹក្សានិងលក់សញ្ជាតិខ្មែរឲ្យពួកគេដោយរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុននាងខ្ញុំសុភាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលាច្បាប់ជំរុញឲ្យសភាឬប្រសិទ្ធិក៏ហៅសមាជិកខ្លះជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆោបបោកតាមអនឡាញសួរដេញដោលជាសាធារណៈអ្នកច្បាប់និងអ្នកវិភាគជំរុញឲ្យរដ្ឋសភាឬព្រឹទ្ធសភាក៏ហៅសមាជិកមួយចំនួនដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆោបបោកតាមអនឡាញមកសួរដេញដោលជាសាធារណៈដើម្បីបង្ហាញពលរដ្ឋនិងសហគមន៍អន្តរជាតិឲ្យបានច្បាស់អំពីភាពស្អាតស្អំនិងបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបោះសម្អាតឧក្រិដ្ឋកម្មឆោបបោកតាមអនឡាញពិតប្រាកដទន្ទឹមគ្នានោះពួកគាត់ជំរុញឲ្យជនរងទណ្ឌកម្មពីអាមេរិកត្រូវហ៊ានក្លាហានប្តឹងអាមេរិកប្រសិនបើស្អាតស្អំមែនអ្នកជំនួយដ៏មានឥទ្ធិពលនិងជាសមាជិកព្រឹទ្ធសភាមកពីកូតាបកកណ្ដាលអំណាចចំនួន2នាក់ហើយត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម
កម្មពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញនិងជួញដូរមនុស្សលំដាប់អន្តរជាតិក៏ប៉ុន្តែមកដល់ពេលនេះគេនៅពុំទាន់ឃើញសភាឬព្រឹទ្ធសភាក៏ហៅសមាជិកណាម្នាក់មកសួរដេញដោលជាសាធារណៈនៅឡើយក្រៅពីចេញលិខិតបដិសេធនិងដើរនិយាយលៀងសម្អាតខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងស្រុកមេធាវីនិងជាអ្នកច្បាប់បណ្ឌិតសឿនជុំជួនប្រាប់ទូរទស្សន៍អាស៊ីសេរីកាលពីថ្ងៃទី4ខែឧសភាថាជារឿងធម្មតាប្រទេសដែលអនុវត្តនីតិរដ្ឋពេញលេញប្រសិនបើមានមន្ត្រីជាន់ខ្ពស់ដូចជាសមាជិកសភាឬព្រឹទ្ធសភាណាម្នាក់ត្រូវបានសង្ស័យឬរងទណ្ឌកម្មពាក់ព័ន្ធបទឧក្រិដ្ឋគឺសភាឬព្រឹទ្ធសភានៃប្រទេសទាំងនោះនឹងក៏ហៅសមាជិកដើម្បីសាកសួរដេញដោលជាសាធារណៈលោកថាការធ្វើបែបនេះនឹងផ្ដល់ជាគំរូរបៀបផងនិងបោះសម្អាតមន្ត្រីទុច្ចរិតកុំឲ្យជាឱកាសប្រើអំណាចប្រព្រឹត្តបទល្មើសតាមអំពើចិត្តដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិនិងស្ថាប័នរដ្ឋលោកថាកម្ពុជាគួរតែមានការកោះហៅមន្ត្រីទាំងអស់ដូចជាសមាជិកសភាក្តីសមាជិកព្រឹទ្ធសភាដែលត្រូវបានគេសង្ស័យថាបានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញដើម្បីពិភាក្សាដេញដោលសួរឲ្យឃើញច្បាស់ថាបុគ្គលនោះបានប្រព្រឹត្តឬក៏មិនបានប្រព្រឹត្តដើម្បីបង្ហាញពីភាពស្អាតស្អំជាពិសេសពាក់ព័ន្ធកិត្តិយសភាពថ្លៃថ្នូររបស់កម្ពុជាផងដែរការលើកឡើងនេះក្រោយពីសមាជិកព្រឹទ្ធសភាកម្ពុជាចំនួន2រូបត្រូវបានអាមេរិកដាក់ទណ្ឌកម្មនិងចេញដីកាចាប់ខ្លួនពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញការលាងលុយកខ្វក់និងការជួញដូរមនុស្សខុសច្បាប់ក្នុងនោះរួមមានប្រធានសមាគមអង្គការកម្ពុជានិងជាសមាជិកព្រឹទ្ធសភាគឺលោកលីយ៉ុងផាតដែលត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនិងរារាំងមិនឲ្យប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិកាលពីថ្ងៃទី12កញ្ញាឆ្នាំ2024មនុស្សចំណិតរបស់ប្រធានព្រឹទ្ធសភាលោកហ៊ុនសែននិងជាសមាជិកព្រឹទ្ធសភាគឺលោកកុកអាននិងបណ្ដាញសរុបចំនួន28នាក់កាលពីថ្ងៃទី23ខែមេសាក៏ត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិកប្រកាសដាក់ទណ្ឌកម្មជុំវិញឧក្រិដ្ឋកម្មឆបោកតាមអនឡាញផងដែរបើទោះបីជាអាមេរិកបានបង្ហាញភស្តុតាងនិងទីតាំងអគារឆបោកតាមអនឡាញជាច្រើនរបស់លោកកុកអានក្តីស្ថាប័នសភាឬព្រឹទ្ធសភាកម្ពុជាពុំបានកោះហៅសមាជិកខ្លួនមកសួរនាំឬស៊ើបអង្កេតនោះឡើយអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាលោកជាធិរិទ្ធបានប្រាប់ទូរទស្សន៍អាស៊ីសេរីកាលពីថ្ងៃទី4ខែឧសភាថាការកោះហៅសមាជិកព្រឹទ្ធសភាណាម្នាក់មកសួរនាំតើតែបុគ្គលនោះបានប្រព្រឹត្តខុសទៅនឹងគោលការណ៍បកនិងច្បាប់កម្ពុជាទោះជាយ៉ាងណាលោកហាក់ចង់សម្ដៅថាទាំងលោកកុកអាននិងលោកលីយ៉ុងផាតពុំបានប្រព្រឹត្តកំហុសដូចជាការចាប់ប្រកាន់របស់សហរដ្ឋអាមេរិកនោះទេមកទល់ពេលនេះទាំងលោកលីយ៉ុងផាតនិងលោកអាននៅតែមានសេរីភាពដើរហើរដោយសេរីដោយគ្មានអាជ្ញាប័ណ្ណពាក់ព័ន្ធណាមួយហ៊ានចាត់វិធានការច្បាប់ឡើយហើយអ្នកទាំងពីរកំពុងតែក្តាប់មុខចំនួនជាច្រើនរួមនឹងអំណាចនយោបាយក្នុងនាមជាសមាជិកព្រឹទ្ធសភាការមិនចាត់វិធានការលើអ្នកចំនួនទាំងពីរនេះត្រូវបានអ្នកវិភាគនិងពលរដ្ឋរិះគន់ថាគឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិព្រោះវាជាការបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យវិនិយោគពីក្រៅប្រទេសនិងវិស័យទេសចរក្រោយពីមន្ត្រីទុច្ចរិតទាំងនេះបានយកកេរ្តិ៍ឈ្មោះកម្ពុជាទៅជន់ឈ្លីតាមរយៈការប្រព្រឹត្តបទល្មើសឆបោកនិងការជួញដូរមនុស្សលំដាប់អន្តរជាតិជុំវិញរឿងនេះសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោកអែមសវណ្ណារាយល់ឃើញថាប្រសិនបើគ្មានការកោះហៅពីសភាឬព្រឹទ្ធសភាដើម្បីសាកសួរគឺបុគ្គលដែលរងការដាក់ទណ្ឌកម្មពីអាមេរិកដូចជាលោកកុកអាននិងលោកលីយ៉ុងផាតគួរតែក្លាហានប្តឹងអាមេរិកវិញដើម្បីតតាំងក្តីនិងដើម្បីលាងសម្អាតកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រសិនបើមន្ត្រីជាន់ខ្ពស់ទាំងនោះពិតជាស្អាតស្អំមែនលោកថាការនៅស្ងៀមមិនពុំមែនជាការដោះស្រាយនោះទេផ្ទុយទៅវិញកម្ពុជានឹងត្រូវបានសហគមន៍អន្តរជាតិបន្តរិះគន់បន្ថែមទៀតទន្ទឹមគ្នានោះលោកអមសវណ្ណារាក៏ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែបើកការស៊ើបអង្កេតមកលើមន្ត្រីដែលរងទណ្ឌកម្មនិងសង្ស័យទាំងនោះប្រកបដោយឯករាជ្យនិងតុល្យភាពដើម្បីជៀសវាងរងការរិះគន់កាន់តែខ្លាំងពីសាធារណជននិងសហគមន៍អន្តរជាតិអ្នកខ្លំមើលលើកឡើងថាជាង40ឆ្នាំមកហើយដែលគណៈបកប្រជាជនកម្ពុជាបានក្តាប់ក្តាប់អំណាចពេញដៃតាមរបៀបការបំផាក់គូប្រជែងនយោបាយតាមបែបផ្ដាច់ការហើយដូច្នេះហើយគេកម្រឃើញសភានិងព្រឹទ្ធសភាក៏ហៅសមាជិកដើម្បីសាកសួរដេញដោលក្នុងគោលដៅបម្រើផលប្រយោជន៍ពលរដ្ឋនិងជាតិណាស់បើទោះបីជាច្រើនទសវត្សរ៍មកនេះមន្ត្រីជាន់ខ្ពស់ទាំងនោះបានបង្កបញ្ហាអយុត្តិធម៌ជាច្រើនដូចជាការប្លន់ដីធ្លីពលរដ្ឋការឆបោកលុយនិងការកឹបកេងថវិកាជាតិដើម្បីប្រយោជន៍គ្រួសារនិងបកពួករបស់ខ្លួនអស់ជាច្រើនក្តីទន្ទឹមគ្នានោះគេសង្កេតឃើញថាទូនីតិនិងអំណាចរបស់មន្ត្រីក្នុងជួរបកកណ្ដាលអំណាចចាប់តាំងពីមន្ត្រីមូលដ្ឋានរហូតដល់មន្ត្រីជាន់ខ្ពស់ពួកគេហាក់យកទូនីតិនិងតំណែងជាមន្ត្រីរាជការដើម្បីឈិតឱកាសរកចំណូលរហូតបានក្លាយជាវប្បធម៌មួយដែលគេតែងតែហៅថាឯងជួយអញជួយឯងរីកាព័ត៌មានដោយនេះខ្ញុំបេឡាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ